ក្រសួងអប់រំយុវជននិងកីឡាលេខ54 អយក ស ន ន សេចក្តីណែនាំស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈឆ្នាំសិក្សា 2024-2025 សេចក្តីផ្ដើមក្នុងឆ្នាំសិក្សា 2024-2025 នេះការអប់រំនៅកម្រិតបឋមសិក្សាផ្ដោតសំខាន់លើការលើកកម្ពស់អភិបាលកិច្ចសាលារៀនតាមរយៈការអនុវត្តស្តង់ដារសាលារៀនគំរូក្នុងគោលបំណងដើម្បីជួយធានាឲ្យការអប់រំប្រកបដោយគុណភាពសមធម៌បរិយាបន្ននិងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាទន្ទឹមនឹងនេះការអប់រំបឋមសិក្សានឹងបន្តពង្រីកវិន័យសីលធម៌សុជីវធម៌ឥរិយាបថនិងបំណិនងាយដែលសិស្សានុសិស្សអាចអនុវត្តបានទាំងនៅសាលារៀនគេហដ្ឋាននិងសហគមន៍សាលាបឋមសិក្សាគំរូជាសាលារៀនដែលសម្រេចបាននៅស្តង់ដារ5រួមមាន 1. លទ្ធផលសិក្សារបស់សិស្ស 2. ការបង្រៀននិងរៀន 3. ការចូលរួមរបស់សហគមន៍ 4. ដំណើរការប្រតិបត្តិការនិងរដ្ឋបាលសាលារៀននិង 5. គណនេយ្យភាពសាលារៀនដើម្បីសម្រេចបានតាមគោលការណ៍ខាងលើក្រសួងអប់រំយុវជននិងកីឡាសូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលក្រុងស្រុកខណ្ឌនិងគ្រឹះស្ថានបឋមសិក្សាសាធារណៈនៅសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា 2024-2025 ដូចខាងក្រោម 2. រយៈពេលនៃឆ្នាំសិក្សា ឆ្នាំសិក្សា 2024-2025 ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2024 និងបញ្ចប់ទៅវិញនៅថ្ងៃទី 31 ខែសីហា ឆ្នាំ 2025 តាមកាលបរិច្ឆេទដូចខាងក្រោម ថ្ងៃបើកបវាសនកាលថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2024 វិស្សមកាលតូចចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 19 ខែមេសា ឆ្នាំ 2025 មហាវិស្សមកាលចាប់ពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2025 3. ការត្រៀមមុនថ្ងៃបើកបវាសនកាលរៀបចំជួសជុលអគារសិក្សាបន្ទប់រៀនកៅអីលើកកម្ពស់អនាម័យនិងបរិស្ថានសាលារៀនរៀបចំក្រុមបណ្ដាញសាលាដើម្បីកសាងឬធ្វើបច្ចុប្បន្នកម្មផែនទីក្នុងផ្ទះផែនទីសិក្សាប្រព័ន្ធគ្រប់គ្រងរំហូរទិន្នន័យនិងព័ត៌មានកុមារចូលរៀនផ្សព្វផ្សាយនិងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនចាប់ពីអាយុ 6 ឆ្នាំឬយ៉ាងតិច70ខែគិតត្រឹមថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2024 ដោយបែងចែកភារកិច្ចទទួលខុសត្រូវក្នុងការចងបដានិងពាក្យស្លោកនៅតាមទីប្រជុំជនធ្វើការអំពាវនាវដល់មាតាបិតាឬអ្នកអាណាព្យាបាលឲ្យនាំកូនគ្រប់អាយុមកចុះឈ្មោះចូលរៀនបានគ្រប់គ្នាដោយភ្ជាប់មកជាមួយនៅសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើតឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅឬសំបុត្រពេទ្យហើយទន្ទឹមនឹងនេះត្រូវសម្របសម្រួលឲ្យអស់លទ្ធភាពដោយធ្វើយ៉ាងណាឲ្យកុមារចំណាក់ស្រុកបានចុះឈ្មោះចូលរៀនគ្រប់គ្នាការចុះឈ្មោះចូលរៀនត្រូវអនុវត្តចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2024